លោករងឈុនថ្ងៃនេះដឹកនាំគណៈប្រតិភូរបស់គណៈបកកម្លាំងជាតិទៅចូលរួមដុតធូបគោរពវិញ្ញាណក្ខន្ធសពលោកយាយសៅង៉ែតដែលជាម្ដាយបង្កើតរបស់លោកកឹមសុខាទៅដល់ទីដែលតម្កល់សពដែលទីដែលជាកន្លែងដែលលោកកឹមសុខាត្រូវសម្រាកនៅទីនោះដើម្បីបានមើលថែម្ដាយតាំងពីមុនម្ដាយបានទទួលអនិច្ចកម្មនិងចុងក្រោយនេះគឺនៅថ្ងៃនេះបានបួសមុខភ្លើងទៅទៀតដើម្បីតបស្នងសងគុណម្ដាយទៅតាមទំនៀមទម្លាប់ប្រពៃណីរបស់កម្ពុជាយើងលោករងឈុនបានដឹកនាំគណៈប្រតិភូដែលនិយាយទៅគឺមានគណៈបកកម្លាំងជាតិទៅជាមួយនេះគឺមិនមែនជារឿងអីប្លែកទេព្រោះអីមករយៈពេលមួយថ្ងៃពីរជាប់គ្នានេះគឺឃើញមន្ត្រីអ្នកមុខអ្នកការតំណាងឲ្យគណៈបកនយោបាយគ្រប់ទិសទីដោយទាំងលោកហ៊ុនសែនដែលជាប្រធានគណៈបកប្រជាជនកម្ពុជានិងក្នុងនាមជាប្រធានព្រឹទ្ធសភាផងបានចូលទៅដឹកនាំគណៈប្រតិភូមួយក្រុមពីខាងរដ្ឋាភិបាលខាងសភាខាងគណៈបកមានលោកទាបាញ់ដែលជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិមានលោកស្រីអ្នកស្រីអ៊ុំអ្នកស្រីសំអានចូលទៅសំទោសណាម៉ែនសំអនឡាយតែជាប់មាត់ជាមួយលោកអ៊ុំសំអានរាល់ថ្ងៃឥឡូវសំបីតែលោកស្រីម៉ែនសំអនហ្នឹងក៏តាអានតែមិនត្រូវដែរដោយសារតែមិនសូវឃើញគាត់ធ្វើអីដែលយើងគួរឲ្យយកមកផ្សាយឥឡូវនេះគឺតាក់ទងនឹងរឿងនេះគឺយើងឃើញហើយមានប្រធានគណៈបកមានតំណាងរាស្ត្រមានប្រជាពលរដ្ឋមានតំណាងអង្គការសង្គមស៊ីវិលគឺចូលទៅយើងឃើញលោកកំសខាចូលថតរូបគ្រប់គ្នាជាមួយនឹងមេបកមានលោកមីតសវណ្ណារាលោកយ៉ែមបញ្ញរិទ្ធមានព្រះអង្គម្ចាស់ចក្រាវុធអឺដែលនិយាយទៅគឺតំណាងគណៈបកតំណាងស្ថាប័ននយោបាយអង្គការសង្គមស៊ីវិលអីនេះគឺជាមនោសញ្ចេតនារបស់អង្គការសង្គមស៊ីវិលឬក៏គណៈបកនយោបាយនិងអ្នកនយោបាយចូលទៅប្រស្រ័យតាក់ទងគ្នាដើម្បីបង្ហាញអំពីការគោរពតាមប្រពៃណីទំនៀមទម្លាប់ផងតាមសិលធម៌គុណធម៌សុជីវធម៌នៅពេលដែលមាននរណាម្នាក់ដែលជាអ្នកស្គាល់ឬក៏ជាមិត្តភ័ក្តិអីបងប្អូនមានសាច់ញាតិដែលបានទទួលអានិច្ចកម្មបែបនេះគឺជាទម្លាប់ដ៏ល្អប្រពៃរបស់វប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរដែលយើងទៅចូលបុណ្យទៅសួរសុខទុក្ខទៅក្នុងពិធីហ្នឹងដើម្បីបង្ហាញអំពីមនោសញ្ចេតនារាប់អានគ្នាហើយម្ចាស់កម្មវិធីហ្នឹងគឺជាទំនៀមទម្លាប់ជាសុជីវធម៌ជាប្រពៃណីគឺយើងមកទទួលរាក់ទាក់ភ្ញៀវគ្រប់គ្នាដោយសារតែនេះគឺជាសមានចិត្តរបស់ភ្ញៀវហើយឃើញលោកកម្មសខាលោកធ្វើបានល្អឥតខ្ចោះគឺគាត់បានទៅទទួលរាក់ទាក់ថតរូបជាមួយភ្ញៀវគណៈប្រតិភូពីគ្រប់និន្នាការគណៈបកនយោបាយទាំងគណៈបកប្រជាជនកម្ពុជាទាំងគណៈបកប្រឆាំងទាំងគណៈបកឯងចឹង ក៏ប៉ុន្តែដោយឡែកគឺនៅថ្ងៃនេះនៅពេលដែលក្រុមគណៈប្រតិភូរបស់គណៈបកកម្លាំងជាតិដែលដឹកនាំដោយលោករងឈុនដែលជាទីប្រឹក្សារបស់គណៈបកកម្លាំងជាតិលោកមិនមានតួនាទីអីនៅក្នុងគណៈបកកម្លាំងជាតិដែលអាចឈរឈ្មោះបោះឆ្នោតឬក៏ចូលរួមបោះឆ្នោតនៅក្នុងសិទ្ធិនយោបាយបានទេព្រោះអីលោកហ៊ុនសែនដកហូតសិទ្ធិឬក៏ថារដ្ឋាភិបាលឬក៏តុលាការដែលដឹកនាំដោយក្រមគណៈបកប្រជាជនកម្ពុជានឹងគេដកហូតសិទ្ធិនយោបាយរបស់លោករងឈុននឹងអស់ទៅហើយឥឡូវនេះមិនត្រឹមតែដកហូតសិទ្ធិនយោបាយមិនឲ្យចូលរួមនយោបាយមិនឲ្យអឺចូលរួមបោះឆ្នោតឬក៏អីគឺគេវាស់ដីនៅក្នុងក្រុងភ្នំពេញហ្នឹងទៀតនេះសំណាងហើយដោយសារតែសពលោកយាយសៅង៉ែតធ្វើនៅទួលគោកក្នុងក្របខ័ណ្ឌដែនអធិបតេយ្យរបស់ក្រុងភ្នំពេញបើសិនជាដឹកយកទៅតកែវបាត់ហើយគឺលោករងឈុនអត់អាចនឹងទៅគោរពវិញ្ញាណក្ខន្ធលោកយាយសៅង៉ែតបានទេព្រោះអីតឡាការគឺគេហាមមិនឲ្យដើរចេញផុតពីរង្វង់ដែនដីរបស់តុលាការរដ្ឋធានីភ្នំរាជធានីភ្នំពេញហ្នឹងទេព្រោះអីការប្រាក់ហាម5នេះគឺហាមឃាត់សិទ្ធិនយោបាយលោករងឈុន5ឆ្នាំមិនឲ្យចូលរួមក្នុងពិធីជួបជុំជាសាធារណៈតាក់ទងនឹងរឿងបញ្ចេញសារនយោបាយអញ្ចឹងយើងឃើញថាលោករងឈុនចាប់ពីម៉ោងហ្នឹងទៅលោកអត់អាចនិយាយសម្ភាសឬតាក់ទងនឹងសារនយោបាយអីទេឃើញតែទៅចូលរួមដាក់ពិធីនឹងកម្រងផ្កាលើគ្រប់ខួប10ឆ្នាំនៃការធ្វើកិច្ចកម្មលើលោកបណ្ឌិតកែមលីនៅឯស្តុបបូកូនៅឯហាងក្រាសាំងនៅក្រាសាំងកាល់តិចហ្នឹងក៏លោកឃើញទៅដាក់កម្រងផ្កាប៉ុន្តែមិននិយាយសារអីទាំងអស់ដោយសារតែលោកគោរពតាមអាការដកហូតសិទ្ធិនយោបាយហ្នឹងក៏ប៉ុន្តែថ្ងៃនេះគឺឃើញក្រុមលោកហ្នឹងទៅពេលរសៀលទៅចូលរួមពិធីបុណ្យសពរំលឹកវិញ្ញាណក្ខន្ធរបស់ម្ដាយលោកកឹមសុខានេះឃើញទៅដុតធូបដុតអីសំពះឬក៏ចុះហត្ថលេខាទៅលើសិភៅកម្រងភ្ញៀវដែលចូលរួមរំលែកទុក្ខលោកយាយសៅង៉ែតចម្លែកអត់ឃើញលោកកឹមសុខាមកទទួលលោករងឈុនព្រោះអីយើងឃើញលោកកឹមសុខាទទួលអស់
មេដឹកនាំគណៈបកទាំងគណៈបកប្រជាជនឃើញជួបសំណេះសំណាលជាមួយលោកហ៊ុនសែនដែលជាអ្នកដែលធ្វើបាបគាត់ដែលដាក់ទោសគាត់ដាក់គុកគាត់9ឆ្នាំហ្នឹងគឺមកអង្គុយជជែកសាទរយ៉ាងរីករាយព្រោះធម្មតាអាហ្នឹងខ្ញុំថាជាចេតនាល្អជារូបភាពល្អមួយដែរដែលលោកកំសខាមិនចាប់ទោសអូសដំណើរលោកហ៊ុនសែនដែលធ្វើទុកបុកម្នេញគាត់អីទេបើមកចូលបនអីអញ្ចឹងទៅក៏ទទួលរាក់ទាក់រាប់អានធម្មតាអញ្ចឹងជាអ្នកនយោបាយដែលមានព្រំវិហារធម៌ដែលមិនយកអតីតកាលយកមកបិទបាំងលៀបឲ្យធ្វើឲ្យខូចបច្ចុប្បន្នកាលហ្នឹងនេះគឺជាសមានចិត្តល្អទាំងលោកហ៊ុនសែនហ្នឹងក៏តែអញ្ចឹងដែរធ្វើបាបលោកកឹមសុខាដាក់គុកឥឡូវនេះដកហូតសិទ្ធិសេរីភាពគាត់អស់អាលីងក៏ដោយក៏ប៉ុន្តែធ្វើជាចិត្តជាចូលទៅរួមនៅក្នុងពិធីនេះក៏យើងមើលឃើញថាជាអំពើថ្លៃថ្នូរសមរម្យដែរទេអំពើដែលអ្វីដែលប្រព្រឹត្តធ្វើទុកបុកម្នេញលោកកឹមសុខាយើងទុកម្ដុំសិនទៅតែយើងគិតពីភាពល្អលោកល្អឿននៃថ្នាក់ដឹកនាំដែលចូលទៅយកអាសាគ្នានៅក្នុងគ្រាដែលលំបាកបែបនេះអាហ្នឹងចាត់ទុកថាជាចំណុចវិជ្ជមានមួយដែរក៏ប៉ុន្តែដូចជាខ្ញុំជម្រាបអញ្ចឹងគឺថាអ្នកដែលធ្វើឲ្យលោកកឹមសុខានិងក្រុមគ្រួសារនេះឈឺចាប់ហ្នឹងគឺលោកហ៊ុនសែនទេមិនមែនអ្នកណាទេ9ឆ្នាំហើយដែលលោកអាចមើលថែម្ដាយបានរហូតដល់ចុងក្រោយហ្នឹងយកទៅឲ្យប្រឡែងបន្តិចឲ្យទៅមើលហ្នឹងគេទាញមកវិញទៅមើលម្ដាយបានតែ1ម៉ោងម្ដាយកំពុងតែលោកប្រសង់អីសូត្រធម៌ដង្ហើមចុងក្រោយដល់ពេលមានសម្ពាធច្រើនពេកពីសាធារណជនទូទៅក៏ខ្ជាក់ទៅក៏អនុញ្ញាតឲ្យលោកកឹមសុខាចេញពីពន្ធនាគារចេញពីការឃុំខ្លួននៅក្នុងផ្ទះហ្នឹងឲ្យក៏បានមានសិទ្ធិសេរីភាពដើរហើរជួបម្ដាយអីក៏ប៉ុន្តែដកហូតសិទ្ធិនយោបាយអ្វីគាត់សពបែបយ៉ាងទាំងអស់ដដែលតែយ៉ាងណាអានេះអ្នកខ្លះគេថាជារឿងវិជ្ជមានមួយក៏ប៉ុន្តែថ្ងៃនេះលោកកម្មសខាចូលទៅក៏ដូចថាជាមួយអ្នកដតីគ្រប់គ្នាអត់ទៅលោករងឈុនតើរឿងអីឲ្យប្រកាសខ្ញុំមែនតើទៅអត់ចង់លើករឿងនេះមកទេព្រោះដោយសារតែឃើញកំពុងតែមានបរិយាកាសល្អប្រសើរហើយល្អប្រសើរនឹងត្រង់ថាអ្នកនយោបាយក៏ទៅលោកកម្មសខាក៏ទទួលអីអញ្ចឹងណាក៏ប៉ុន្តែនៅក្នុងពេលដែលល្អប្រសើរហ្នឹងក៏ស្រាប់តែលេចចេញរូបភាពមួយដ៏អវិជ្ជមានមកបន្តិចនឹងភ្លាមដោយសារតែហេតុអីបានជាមិនឃើញរូបលោករងឈុនជួបជាមួយនឹងលោកកម្មសខាបើទៅដល់ផ្ទះសពទៅហើយលោកកម្មសខានៅក្នុងផ្ទះហ្នឹងតើលោកកម្មសខាគាត់រវល់ធ្វើអីក៏ខ្លាំងមកម្ល៉េះដែលមិនអាចនឹងចេញមកជួបលោករងឈុនបានឬក៏ដោយសារលោកជាប់រវល់បួសឬក៏ស្អីហ្នឹងឬក៏លាក់នឹងលាក់អីអញ្ចឹងនេះគឺជាចម្ងល់ច្រើនពេញបណ្ដាញសង្គមរឿងចម្ងល់ពេញបណ្ដាញសង្គមហ្នឹងគឺដោយសារអញ្ចេះមានកណនី Facebook មួយឈ្មោះកំអៀងហុកដែលគណនី Facebook របស់លោកកំអៀងហុកនេះគឺគាត់បង្ហោះវីដេអូសារច្រើនណាស់តាក់ទងពីគណៈបកកម្លាំងជាតិហ្នឹងគឺចលនាកម្លាំងជាតិសារស្អីពីកម្លាំងជាតិសកម្មភាពរបស់កម្លាំងជាតិចុះលើកស្លាកចុះមូលដ្ឋានធ្វើវេទិកាសាធារណៈអីហ្នឹងគឺគណនី Facebook មួយនេះគឺតែងតែផុសវីដេអូហ្នឹងជាច្រើនខ្ញុំអត់ដែលស្គាល់លោកកំអៀងហុកនេះទេគ្រាន់តែទៅឃើញវីដេអូដែលគេចែកផ្សាយមានរូបថតពីរសន្លឹកគឺរូបថតលោករងឈុនជាមួយនឹងគណៈប្រតិភូរបស់ណែគណៈបកកម្លាំងជាតិហ្នឹងគឺចុះហត្ថលេខានៅលើតុមួយដែលយើងឃើញហើយមានទាំងអ្នកទោសមនសិការមុនដែលបានរួចខ្លួនដោយលោកសទ្ធាហើយភរិយារបស់លោកកកុម្ភាសីពៅចន្ទថាអីហ្នឹងគឺគាត់នៅចូលរួមនៅក្នុងពិធីហ្នឹងនៅក្នុងលើតុដែលនៅក្នុងផ្ទះមកតែតម្កល់សពរបស់លោកយាយសៅង៉ែតហ្នឹងណាហើយនឹងមានរូបថតលោកមួយស្លឹកទៀតគឺលោករងឈុនដុតធូបគោរពវិញ្ញាណក្ខន្ធលោកយាយសៅង៉ែតហើយក៏ដាក់ចំណងជើងនៅលើ Facebook របស់គាត់ហ្នឹងថាអញ្ចេះលោកកឹមសុខាមិនស្វាគមន៍គណៈបកកម្លាំងជាតិចូលរួមបុណ្យសពម្ដាយរបស់ខ្លួនតាមពិតសាររបស់លោកកឹមអៀងនេះគឺចាក់ដោតចាក់ដោតនឹងត្រង់ថាជាការបញ្ឆេះភ្លើងមួយដើម្បីឲ្យប្រជាពលរដ្ឋចាប់ផ្ដើមស្អប់ខ្ពើមលោកកឹមសុខាហើយឲ្យធ្វើឲ្យមានចំនួនប្រឆាគ្នារវាងគណៈបកនយោបាយទៀតហើយគឺគណៈបកកម្លាំងជាតិនិងគោលការណ៍របស់លោកកឹមសុខាហើយបងប្អូនក៏ដឹងដែរថាគណៈបកកម្លាំងជាតិនេះគឺមាននិន្នាការយកកេរដំណែលរបស់គណៈបកសង្គ្រោះជាតិយកមកប្រើប៉ុន្តែបើតាមមើលអ្វីដែលគាត់ស្និទ្ធស្នាលជាងគេក្រុមខាងគណៈបកកម្លាំងជាតិនេះគឺស្និទ្ធស្នាលជាមួយនឹងអេគីបរបស់លោកសំរងស៊ីហើយយើងដឹងថាលោកសំរងស៊ីនិងលោកកឹមសុខានេះគឺក្រុមទាំងពីរនេះគឺដូចទឹកនឹងប្រេងចឹងមួយរយៈពេលចុងក្រោយតាំងពីគេរំលាយគណៈបកសង្គ្រោះជាតិហ្នឹងគឺហែកគ្នានិយាយទៅគឺជាជនរងគ្រោះដូចគ្នាគឺហែកគ្នាដូចថាអត់មានប្រដាក់មាត់ទេគឺឆ្លោះគ្នាគ្មានទីបញ្ចប់ទេកន្លែងហ្នឹងឯងដែលធ្វើឲ្យប្រជាពលរដ្ឋហ្នឹងលោកបាក់ទឹកចិត្តអស់សង្ឃឹមយ៉ាងច្រើនក៏ប៉ុន្តែឥឡូវរឿងអតីតកាលវាអតីតកាលទៅហើយឥឡូវមកដល់ពេលនេះស្រាប់តែពេលដែលលោករងឈុនទៅតំណាងឲ្យគណៈបកកម្លាំងជាតិហើយយើងដឹងថាគណៈបកកម្លាំងជាតិនេះគឺជាចលនាមួយដ៏ពឹសពុះពោមិនមែនពឹសពោលេសំទោសពឹសពោពុះពោបានន័យថាកញ្ជ្រោលមានប្រជាប្រិយហ្នឹងក៏សម្បើមខ្លាំងដែរព្រោះគេចង់តែទឹករំលាយទេដោយសារតែគេដឹងថា
គណៈបកកម្លាំងជាតិនេះគឺមានគោលនយោបាយដែលស្របទៅនឹងអ្វីដែលលោកសំរងស៊ីធ្លាប់ធ្វើកន្លងមកច្រើនអញ្ចឹងហើយបានជាមានក្រុមចលនា100រាត្រីដែលអះអាងថាក្រុមជាគេមរតកគេដំណើររបស់លោកបណ្ឌិតកែមលីក្បត់មនសិការឧត្តមគតិនិងវិញ្ញាណក្ខន្ធរបស់លោកបណ្ឌិតកែមលីចេញធ្វើនយោបាយដាក់ញត្តិដាក់អីឃោសនាដើម្បីឲ្យគណៈបកកម្លាំងជាតិនេះផ្ដាច់ខ្លួនចេញពីលោកសំរងស៊ីទាំងអត់មានកន្លែងណាដែលបញ្ជាក់ថាលោកសំរងស៊ីហ្នឹងនៅពីក្រោយអីអញ្ចឹងទៅហើយបន្លាចចឹងរហូតដើម្បីក្នុងចេតនាណាមួយដល់តែពេលរហូតដល់ហ៊ានបង្ខំឲ្យមេបកនេះគឺលោកជាមនីនេះប្រកាសជាសាធារណៈថាខ្លួនអត់ជាប់ពាក់ព័ន្ធជាមួយនឹងលោករ៉ាំសំរងស៊ីអីទៀតផងហើយបើហ៊ានតែជាប់ពាក់ព័ន្ធគឺគេនឹងរំលាយគណៈបកកម្លាំងជាតិនេះចោលចាក់ជាមិនខានគឺក្រុម100រាត្រីនឹងឯងដែលនឹងដាក់ញត្តិដាក់អីទៅពឹងពាក់គណៈបកនៅក្នុងសម្ព័ន្ធណាដោយកាលមុនមានចាំទេលោកពេជ្រស្រស់គណៈបកប្រជាជនកម្ពុជាហ្នឹងសំទោសគណៈបកយុវជនកម្ពុជាហ្នឹងគឺគេខ្ចីដៃក្រសួងមហាផ្ទៃខ្ចីដៃអញ្ចឹងយកមកពាក្យដាក់ស្អីណាធ្វើដូចមានគណៈបកនយោបាយណាគេទារំលាយគណៈបកសង្គ្រោះជាតិក្រសួងមហាផ្ទៃយកអាសំណើរបស់លោកពេជ្រស្រស់ហ្នឹងរំលាយគណៈបកសង្គ្រោះជាតិតាមពិតអត់បាច់សំណើលោកពេជ្រស្រស់អីទេគេចង់រំលាយបានណាប៉ុន្តែគេខ្ចីគណៈបកនយោបាយហ្នឹងដើម្បីបង្កើតឲ្យមានរូបភាពមួយថាមិនមែនគណៈបកប្រជាជនគេរំលាយទេមិនមែនរដ្ឋាភិបាលគេរំលាយទេគឺមកពីមានគណៈបកនយោបាយដូចគ្នាដែលជាប្រជាធិបតេយ្យសេរីពហុបកហ្នឹងគេមិនពេញចិត្តនឹងគណៈបកសង្គ្រោះជាតិគឺលោកពេជ្រស្រស់នឹងឯងអីចឹងទៅឥឡូវបង្កើតរូបភាពនឹងទៀតទៅទៀតឲ្យក្រមយុវជននឹងដាក់ញត្តិអីអញ្ចឹងទៅធ្វើខ្លួននឹងដូចជាក្រមបណ្ឌិតលោកកែមលីដែលមែនតើទៅបើសិនជាអស់លោកមិនខ្លាចបនបាបអីប្រយ័ត្នចុះនរកព្រោះលោកបណ្ឌិតកែមលីបើតែគាត់ទទួលអនិច្ចកម្មទៅមែនតែវិញ្ញាណក្ខន្ធរបស់គាត់នៅវិលពេញស្រុកខ្មែរទេប្រយ័ត្នគាត់ដាក់បដាសាឲ្យចុះនរកកាហាល់កាហាយរកទីចាប់ជាតិមិនឃើញយើងត្រូវចាំថាអំពើខ្លះកុំទៅជ្រៅទាបពេកគេដឹងថាអស់លោកហ្នឹងគឺជាក្រុមដែលគេប្រើមកដើម្បីយកមកកម្ចាយគណៈបកប្រឆាំងដែលកំពុងអកវែកកឆ្នាំងនឹងទៀតហើយធ្វើឲ្យប្រជាពលរដ្ឋស្អប់ខ្ពើមក្រុមអស់លោកមកគ្រាន់តែបាយ3ពេលហេតុអីក៏អស់លោកធ្វើអីឲ្យជាសុចរិតយុត្តិធម៌ហើយនឹងឲ្យប្រជាពលរដ្ឋកោតគោរពស្រឡាញ់នឹងអត់បានហេតុអីបានជាខ្លាចជាឧបករណ៍នយោបាយរបស់គេទាំងហើយបើឧបករណ៍នយោបាយអស់លោកទៅធ្វើអីធ្វើទៅចាំបាច់យកអា100រាត្រីដែលជាគេដំណើររបស់លោកបណ្ឌិតកែមលីមកប្រឡប់ប្រជាពលរដ្ឋឲ្យគេយល់ថាអូអញ្ចឹងនឹងជាទំពាំងស្នងរស័យរបស់លោកបណ្ឌិតកែមលីអញ្ចឹងដើរកំចាយគេបំផ្លាញគេកំតិចគេឈ្នានេះនិន្ទាគេអញ្ចឹងវាអាក្រក់ហួសហេតុលុបឈ្មោះអា100រាត្រីនឹងចេញទៅដាក់ក្រុម1001យប់អីដាក់ទៅដាក់ក្រុមចង្រៃរាត្រីអីដាក់ទៅកុំឲ្យដូច100រាត្រីរបស់លោកបណ្ឌិតកែមលីព្រោះនេះជាគេដំណើររបស់លោកបណ្ឌិតកែមលីហើយខួប10ឆ្នាំបែបនេះតើអស់លោកហើយឥឡូវមិនទៅដាក់កម្រងផ្កានៅលោកបណ្ឌិតកែមលីទៅហើយទៅប្រាប់លោកបណ្ឌិតកែមលីផងថាលោកបណ្ឌិតកែមលីក្រុមខ្ញុំនេះក្រុម100រាត្រីនេះបានខួប10ឆ្នាំនេះពួកខ្ញុំបានបន្តគេមរតករបស់លោកបណ្ឌិតហើយគឺខ្ញុំកំពុងទៅតាមបំផ្លាញគណៈបកនយោបាយផ្សេងដើម្បីជាឧបករណ៍នយោបាយរបស់គណៈបកកណ្ដាលអំណាចក្នុងការរំលាយឈ្នានេះទៅប្រាប់វិញ្ញាណក្ខន្ធលោកបណ្ឌិតកែមលីអញ្ចឹងទៅអស់លោកនឹងត្រូវបណ្ដាសានេះមិនចាំបាច់ទៅអស់លោកទៅប្រាប់ក៏បានដែរព្រោះលោកបណ្ឌិតកែមលីគឺនៅវិលនៅក្នុងនឹងឯងគាត់ទៅរកកន្លែងចាប់ភពមិនចេញទេដោយសារតែយើងយកអំពើអយុត្តិធម៌ឲ្យធ្វើប្រទេសផ្ដាស់អញ្ចឹងអាហ្នឹងរឿងឃើញដានណាអញ្ចឹងគណៈបកកម្លាំងជាតិនេះគឺជាគោលដៅនៃការរំលាយចោលក្នុងពេលណាមួយបើគេធ្វើបានអញ្ចឹងហើយបានជាពួកគាត់ជួបការលំបាកមែនតើហើយអ្នកដែលនៅខាងគណៈកម្លាំងជាតិហ្នឹងគឺអត់ទៅមុខរួចទេគេក្តិចរហូតដូចលោកសុនចន្ទធីឃើញទេទៅថ្លែងសារអីនៅជប៉ុនមកវិញគេចាប់ដាក់គុកទៅឥឡូវដកសិទ្ធិនយោបាយអស់ជាប់ពីគុកគាត់ចោះចូលឬក៏ផ្ញើសារសុំទោសឬក៏អាចថាសរសើរលោកហ៊ុនម៉ាណែតទៅបានរួចនៅក្រៅគុកឥឡូវអស់សិទ្ធិនយោបាយទៀតហ្នឹងលោកសុនចន្ទធីមេបករបស់កម្លាំងជាតិពីដើមលើកលោកជាមនីដែលជាប្អូនប្រុសរបស់លោកអឺណែមេសហជីពកាលគេបាញ់ស្លាប់នៅជាវិជានៅមុខវត្តលង្កាដោយសារការតវ៉ាឲ្យឡើងប្រាក់ខែកម្មករអីហ្នឹងឥឡូវបានលោកជាមនីមកឡើងហ្នឹងតាពិតលោកហងឈុនអីហ្នឹងសមជាមេបករបស់គណៈបកកម្លាំងជាតិប៉ុន្តែដល់ពេលមានឥទ្ធិពលបែបនេះគេភ័យខ្លាចគណៈបកកម្លាំងជាតិនេះគឺជាចលករចលនាមួយដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយរបស់គណៈបកប្រជាជនកម្ពុជាគណៈបកប្រជាជនកម្ពុជាសប្ងៃអត់ធ្វើអីប្រសើរទេគឺគាត់តាមតែបំផ្លាញកំតិចគេខ្លាចគេលូតជាងគាត់វាមិនមែនតាមពិតបើសិនជាគាត់ជាកីឡាករគីឡូដែលខ្លាំងដែលរឹងមាំក៏អត់ត្រូវការបំផ្លាញអ្នកណាទៀតទេព្រោះអីយើងធម្មតាកីឡាករដែលហាត់រៀនក្បួនវិជាគុណអីច្បាស់លាស់ហេតុអីបានយើងមិនខ្លាចមិនវាយគ្នាឲ្យស្មើគីឡូគ្នាហេតុអីបានចងមុខគេដោះកង់បោចសក់ឬក៏ខ្វាចខ្ញាំឬក៏ចងដៃគេទៅក្រោយ
អានេះគឺបង្ហាញអំពីភាពទន់ខ្សោយនិងប្រជាប្រិយដែលកាន់តែដុនដាបរបស់គណៈបកកណ្ដាលអំណាចទៅវិញទេបើអស់លោកធ្វើកាន់តែច្រើនគឺគេកាន់តែបង្ហាញថាអស់លោកភ័យខ្លាចហើយអន់ខ្លួនដូច្នេះបើគេចោតអីចោតទៅកុំធ្វើត្រូវឲ្យដូចជាចោតអញ្ចឹងអំពើទាំងអស់ហ្នឹងលុបចោលទៅឥឡូវខ្ញុំនិយាយមករឿងលោករងឈុនវិញពេលដែលលោកចូលទៅពិធីបុណ្យសពនេះតាមពិតគឺជាសិលធម៌គុណធម៌របស់លោករងឈុននិងគណៈបកកម្លាំងជាតិក៏ប៉ុន្តែបងប្អូនត្រូវដឹងម្ដងទៀតត្រូវដឹងអំពីនយោបាយគណៈបកកម្លាំងជាតិនេះគឺជាគណៈបកដែលមានឥទ្ធិពលមួយធំនៅស្រុកខ្មែរដែលដែលឃើញលេចធ្លោច្រើនមែនតើដោយសារអីបងប្អូនចំណាំមើលអញ្ចេះគណៈបកនយោបាយណាក៏ដោយឲ្យតែមានការធ្វើទុកបុកម្នេញខ្លាំងពីអាជ្ញាធរមូលដ្ឋានណាគឺរដ្ឋាភិបាលកម្ពុជាចំណាំមើលឲ្យបងប្អូនត្រូវជួយគាត់ខ្ញុំមិនចង់ឲ្យបងប្អូនឃើញថាពិបាកមើលពិបាកចំណាំទេជួនកាលចិត្តដល់បោះឆ្នោតហើយមិនដឹងបោះឆ្នោតឲ្យគណៈបកណាផងចំណាំមើលគណៈបកនយោបាយណាដែលគេរករឿងជាងគេគេរករឿងរំលាយគេរករឿងចាប់សកម្មជនគាត់ដាក់ពន្ធនាគារគេរករឿងដកហូតសិទ្ធិនយោបាយទីប្រឹក្សាគាត់មេបកគាត់អីគណៈបកនឹងឯងដែលមានប្រជាប្រិយជាងគេដែលអាចនឹងជាទីសង្ឃឹមរបស់ខ្មែរហើយនឹងឲ្យបងប្អូនចេះចំណាំរឿងហ្នឹងហើយខ្ញុំលើកទឹកចិត្តឲ្យគណៈបកប្រជាជនស្ដាប់សាររបស់មុនរ៉េតហ្នឹងកុំធ្វើទុកបុកម្នេញដល់គណៈបកប្រឆាំងទាំងអស់នោះដើម្បីកុំឲ្យប្រជាពលរដ្ឋដឹងថាជាគណៈបកប្រឆាំងមែនតើព្រោះគណៈបកដែលគេអត់ធ្វើទុកបុកម្នេញវាគ្រាន់តែជាគណៈបកប្រឆាំងទប់ជើងក្រែគេទេជាទូទៅគឺដូចគណៈបកសម្ព័ន្ធ29គណៈបកហ្នឹងអាហ្នឹងមិនបាច់និយាយទេគឺចូលគណៈបកប្រជាជនអស់ហើយឥឡូវមានគណៈបកនៅក្រៅរដ្ឋសម្ព័ន្ធហ្នឹងគឺមានដូចជាគណៈបកប្រជាធិបតេយ្យមូលដ្ឋានគណៈបកកំណែតម្រង់គណៈបកភ្លើងទៀនគណៈបកឆន្ទៈខ្មែរគណៈបកប្រជាធិបតេយ្យជឿនលឿនរបស់លោកយ៉ែមបញ្ញរិទ្ធគណៈបកចំនួនថ្មីរបស់លោកមីកសវណ្ណារានិងគណៈបកកម្លាំងជាតិរបស់លោកជាមនីនេះអញ្ចឹងគណៈបកទាំងអស់នេះបងប្អូនសម្គាល់មើលឲ្យមែនតើបើសិនជាចង់រើសគណៈបកណាដែលអឺសម្រាប់ការសម្រេចបោះឆ្នោតនៅខាងមុខគឺរកមើលគណៈបកណាដែលគេធ្វើទុកបុកម្នេញខ្លាំងជាងគេបោះឲ្យច្រើនជាងគេគណៈបកហ្នឹងហើយចំណាំមើលរដ្ឋគណៈបកប្រជាជនកម្ពុជានឹងអត់ធ្វើទុកបុកម្នេញគណៈបកណាមួយសោះនៅក្នុងចំណោមគណៈបកសម្ព័ន្ធទាំង29គេអាចឲ្យមកសម្ដែងអីបន្តិចបន្តួចប៉ុន្តែគេមិនធ្វើខ្ទេចខ្ទីរហូតដូចលោករងឈុនអីចេះលោកសុនចន្ទធីអីចេះអញ្ចឹងនៅក្នុងសប្តាហ៍ថ្ងៃនេះណាអ្នកដែលរងទុកជាងគេបំផុតណាដែលគេធ្វើទុកបុកម្នេញខ្លាំងជាងគេបំផុតដែលគណៈបកប្រជាជនកម្ពុជាខ្លាចជាងគេបំផុតគឺគណៈបកកម្លាំងជាតិទេខ្ញុំអត់ផ្សាយពាណិជ្ជកម្មឲ្យគណៈបកកម្លាំងជាតិទេប៉ុន្តែខ្ញុំរកយុត្តិធម៌ឲ្យគណៈបកនយោបាយឬជនរងគ្រោះណាដែលគេធ្វើទុកបុកម្នេញហើយដូចខ្ញុំជម្រាបអញ្ចឹងខ្ញុំមួងណារ៉េតបងអែមលៀងមាត់លំអៀងខ្លាំងទៅលើជនរងគ្រោះនៃអំពើអយុត្តិធម៌ហើយខ្ញុំនឹងផ្សាយឲ្យរកភាពយុត្តិធម៌សម្រាប់ជនរងគ្រោះមិនចំពោះថាគាត់ជាគណៈបកកម្លាំងជាតិជាគណៈបកឆន្ទៈខ្មែរជាគណៈបកភ្លើងទៀនជាគណៈបកអឺស្អីកំណែតម្រង់ឬក៏ចំនួនថ្មីប្រជាធិបតេយ្យជឿនលឿនអីទេឲ្យតែអស់លោកคล้ายទៅជាជនរងគ្រោះនៃអំពើធ្វើទុកបុកម្នេញក៏ប៉ុន្តែនៅក្នុងចំណោមគណៈបកទាំងអស់នេះគណៈបកដែលគេធ្វើទុកបុកម្នេញខ្លាំងជាងគេសពថ្ងៃដែលខ្ញុំសម្គាល់មើលមានតែគណៈបកកម្លាំងជាតិហ្នឹងឯងគេធ្វើទុកបុកម្នេញលោកមីតសវណ្ណារាដោយអន្លើដោយសារតែគាត់លើកស្លាកលើកអីអាញាធរចុះទៅធ្វើទុកបុកម្នេញតាមមូលដ្ឋានប្រជុំអីគេយកប៉ូលីសយកអីទៅគួយចាំស្ដាប់អីអាហ្នឹងយើងឃើញគាត់រីកាមកគណៈបកភ្លើងទៀនក៏មានសកម្មជនគាត់ជាប់គុករដូករណែលដែរដោយសារតែពីមុនមកហ្នឹងគឺមានការដែលគាត់នៅសល់គេដំណែលពីលោកសំរងស៊ីមកហើយគេនៅឃើញថាវាមិនទាន់រលាយខ្សលដូច្នេះក៏នៅសល់អារឿងគេធ្វើទុកបុកម្នេញហ្នឹងអត់ទាន់ផុតដែរក៏ប៉ុន្តែគណៈបកឆន្ទៈខ្មែរហ្នឹងគឺការធ្វើទុកបុកម្នេញមិនសូវច្រើនដូចគណៈបកភ្លើងទៀននិងគណៈបកកំណែសំទោសគណៈបកឆន្ទៈខ្មែរនេះទេសំទោសគណៈបកកម្លាំងជាតិនេះទេអញ្ចឹងហើយបានតែជឹកយើងដូចបងប្អូនដូចខ្ញុំជម្រាបចឹងសម្គាល់មើលពួកគាត់ប៉ុន្តែមិនមែនបានន័យថាគណៈបក5 6ដែលខ្ញុំជម្រាបមកមិញគេអត់ធ្វើទុកបុកម្នេញហើយយើងមិនបោះឆ្នោតឲ្យគាត់សោះទេមិនមែនទេបោះឆ្នោតឲ្យគាត់ដែរនៅក្នុងករណីដែលពួកគាត់អត់ហែកគ្នាឯងព្រោះអីគណៈបកប្រជាជនកម្ពុជាគេមាន29បកហើយគេនៅតែគណៈបកដែលនៅក្រៅគេពងឃ្លាំមើលឃើញឃើញលឺសូទៅជួបគ្នានៅម៉ានីឡាម៉ានីលទីក្រុងម៉ានីលប្រទេសហ្វីលីពីនដែលអង្គការខាល់ដែលជាអង្គការគណៈបកនយោបាយសេរីនិយមគេមានសម្ព័ន្ធ100ប្រទេសជាងដែលជាគណៈបកនយោបាយគេចង់ជួបគណៈបកនយោបាយប្រឆាំងនៅស្រុកខ្មែរដើម្បីរករបៀបស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញ4គណៈបកគេទៅជួបគ្នានៅទីក្រុង
ម៉ានីលប្រទេសហ្វីលីពីនហើយការជួបជុំគណៈបកនយោបាយនេះគេជួបរាល់តែឆ្នាំឬក៏រាល់តែខែរាល់តែប្រចាំអញ្ចឹងទេព្រោះជាគណៈបកសេរីនិយមប្រជាធិបតេយ្យមានទាំងគណៈបកសង្គ្រោះជាតិក៏ចូលនៅក្នុងសមាជិកនៃអង្គការខលនេះដែរអង្គការគណៈបកសេរីនិយមហើយគេជួយទាំងរដ្ឋាភិបាលជួយទាំងគណៈបកប្រជាជនកម្ពុជាដែរគេមិនដែលរើសអើងរឿងនេះឲ្យតែគណៈបកនយោបាយចង់ស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដល់តែពេលឮអញ្ចឹងចាប់ផ្ដើមរករំលាយគណៈបកទាំង4ដែលជួបគ្នាហ្នឹងបងប្អូនឃើញទេទៅស្អីប្រើប្រាស់អាកាសែតស្អីឥណ្ឌាលក់មុងណាមួយ The Sunday Guardian នៅឥណ្ឌាណានោះចេញអត្ថបទមួយហេតុស្អីបានជាកាសែតឥណ្ឌានោះរឿងឥណ្ឌា10,000លានអ្នកជាងប្រជាពលរដ្ឋចង់ដាច់បាយអស់មួយកណោអត់ព្រមទៅប្រឹងផ្សាយមកឈឺក្បាលនឹងអាគណៈបកនយោបាយខ្មែរ4គណៈបកដែលប្រជុំគ្នានៅទីក្រុងម៉ានីលដែលអត់មាននរណាដឹងសោះហេតុអីបានជាទៅដឹងកាសែត The Sunday Guardian ដែលប្រជាពលរដ្ឋគាត់ខ្វះបាយខ្វះទឹកខ្វះបញ្ហាមួយកណោមកឈឺឆ្អាលនឹងរឿងរំលាយគណៈបកនយោបាយនៅស្រុកខ្មែរតើអ្នកណាដែលឲ្យដំណឹងហ្នឹងទៅខាង The Guardian The Sunday Guardian ហ្នឹងគឺច្បាស់ជាមនុស្សនៅក្នុងស្រុកខ្មែរយើងហ្នឹងដែលចង់បំផ្លាញគេហ្នឹងហ្មងហើយមិនជឿថាមនុស្សនៅក្នុងគណៈបកទាំង4ដែលជួបគ្នាដើម្បីរកដំណោះស្រាយស្ដារប្រជាធិបតេយ្យសិទ្ធិមនុស្សនៅកម្ពុជាទេវាច្បាស់ជាមានអ្នករៅឆានណាម្នាក់ដែលចាំតែបំផ្លាញហើយអាចនឹងទិញកាសែតហ្នឹងទៅឲ្យផ្សាយទៅសរសេរព័ត៌មានឲ្យគេទៅហើយយកទៅផ្សាយទៅព្រោះគ្មាននរណាម្នាក់នៅ The Sunday Guardian នឹងមកដឹងរឿងខ្មែរទេមានតែខ្មែរគ្នាឯងនឹងឯងដែលបំផ្លាញគ្នាសរសេរទៅដើម្បីឲ្យមានជាអត្ថបទដល់តែពេលជាមានអត្ថបទគឺធ្វើដូចThe Sunday Guardian នឹងល្បីល្បាញលើពិភពលោកច្រឡំជាមួយ Sunday របស់សំទោស The Guardian របស់អាមេរិករបស់អង់គ្លេសដែលល្បីលើពិភពលោកមួយនោះគឺមាន Guardian ដូចគ្នាដល់ថែម Sunday មកប្រជាពលរដ្ឋស្ដាប់ទៅ Guardian ប្រហែលកាសែតល្បីតាមពិតកាសែតលក់មុងទេអត់មានល្បីទេអត្ថបទស្អីក៏ដោយហ្នឹងគឺជាគ្មាននរណាស្ដាប់គ្មាននរណាតាមដានមានតែខ្មែរយើងដែលជួលគេនឹងឯងហើយដល់ពេលហើយយកអត្ថបទហ្នឹងមកវាយប្រហារក្រសួងមហាផ្ទៃលោកសសុខៃចេញញត្តិចេញអីចេញសេចក្តីប្រកាសពុំមានគណៈបកហ្នឹងថាបើបានលុយពីរដ្ឋាភិបាលក្រៅប្រទេសអង្គការសហគមន៍អីណាមកនឹងរំលាយគ្រោះខុសច្បាប់គណៈបកនយោបាយនៅកម្ពុជាឃើញទេស្កាត់ចង់រំលាយគ្នាឲ្យបាត់អញ្ចឹងគ្នាគ្រាន់តែទៅប្រជុំគ្នានិយាយពីការស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យយកគំនិតពីបណ្ដាញអង្គការគណៈបកនយោបាយសេរីធ្វើអត់បានហើយអង្គការនេះក៏ធ្លាប់ជួយគណៈបកកណ្ដាលអំណាចដែរវាអត់មែនជួយរើសមុខហើយក៏អត់មានអង្គការនេះទៅទម្លាក់លុយអីណាឬសូវ2លានដុល្លារអីណាយកមកជួយលុយគេជួយរបៀបជាការជួយគណៈបកទូទៅគេជួយបដិបដាលគេជួយអីគេធ្វើតែអញ្ចឹងទេព្រោះសមាជិកគេបង់លុយបង់អីទៅហើយទៅយើងទៅយកលេសហ្នឹងថាទៅកំពុងពឹងពាក់រដ្ឋាភិបាលក្រៅប្រទេសឯណាឬលុយពីក្រៅប្រទេសណាដើម្បីជួយបកនៅក្នុងស្រុកខ្មែរដើម្បីស្ដារសិទ្ធិមនុស្សជាធិបតេយ្យពុំមានរំលាយគេទៀតរឿងនេះឯងហើយដែលធ្វើឲ្យខ្មែរយើងមួយអត់ជ្រៅទៅអត់ឆ្ងាយឥឡូវដល់អញ្ចឹងគឺឃើញហើយហើយឥឡូវចាប់ផ្ដើមឃើញភាពការត្រួសត្រាយផ្លូវអយុទ្ធសាស្ត្ររបស់គេទៅចេញក្រុម100រាត្រីអីណាមកចាប់ផ្ដើមចេញញត្តិចេញសារអីឲ្យលោកជាមនីនឹងប្រកាសផ្ដាច់ខ្លួនផ្ដាច់អីចឹងពុំមានគណៈបកនេះកុំឲ្យយកលុយពីបរទេសហើយមានអាមីអាថោង MMO របស់គណៈបកប្រជាជនកម្ពុជាឬក៏រដ្ឋាភិបាលកម្ពុជាទាំងនៅខ្មែរទាំងនៅស្រុកក្រៅនឹងចាប់ផ្ដើមប្រកបប្រកាសរឿងលុយស្រោមសម្បត្តិរឿងជួយគណៈបកនេះអីចឹងទៅជាលុយបរទេសលុយពីក្រៅប្រទេសហ្នឹងនឹងរំលាយគណៈនេះឃើញគេរៀបសេណារីយ៉ូមកអញ្ចឹងអញ្ចឹងបានថាបងប្អូនទាំងអស់គ្នាឲ្យយល់អំពីនយោបាយទុច្ចរិតនេះនយោបាយទុច្ចរិតនេះឯងដែលធ្វើឲ្យខ្មែរយើងលលាយរហូតមកដល់ឥឡូវយើងអត់ដឹងខ្លួនទេអញ្ចឹងយើងមកដល់ម៉ោងហ្នឹងគឺថៃវាយយើងបានណាមិនមែនថៃខ្លាំងទេបងប្អូនថៃវាយដណ្ដើមយកដីខ្មែរបាន70កន្លែងណាដោយសារខ្មែរខ្សោយបើខ្មែរខ្លាំងដែរថៃអត់ហ៊ានទេមួយភូមាយើងមើលទៅបើយើងគ្នាអញប្រសាចតែចាំតែចូលប្រទេសផ្ដាស់បានភូមាទម្លាក់ក្របខ្ទេចលើគេមានយន្តហោះបដិញរបស់គេដែរតាយោធាគេក៏អត់មានស្អីណាមកលឹមលំអីទេគឺថាវាយហើយក៏ប៉ុន្តែយើងមិននិយាយថាយោធាខ្មែរយើងខ្សោយទេយើងខ្សោយរបៀបគ្រប់គ្រងយោធាតែហ៊ានរបស់យើងមានមនសិការមានឧត្តមគតិមានភាពស្នេហាជាតិធៀបជូនម្ដាយធៀបជូនម្ដាយជីវិតជូនជាតិអីអញ្ចឹងគឺមានអស់ហើយដូចតែគ្នាហ្នឹងអ្នកដែលកាន់កាភ្លើងគ្រប់គ្នាហ្នឹងគឺសុទ្ធតែបដិញ្ញាអញ្ចឹងគ្រប់គ្នាហ្នឹងស្មោះសរដើម្បីកសាងដើម្បីការពារអធិបតេយ្យជាតិតើក៏ប៉ុន្តែយើងអត់អាចទៅទប់បានដោយសារអីយើងបែកបាក់សាមគ្គីជាតិដោយសារនយោបាយកក្រិចហើយថៃគេមើលឃើញដូចខ្ញុំនិយាយចឹងថៃមិនមែនចេះមកវាយខ្មែរស្រួលទេថៃចិញ្ចឹមចិត្តចង់វាយខ្មែរយូរហើយតែវាយអត់បានថៃចិញ្ចឹមចិត្តឆ្លោះគ្នារឿងប្រាសាទព្រះវិហារ
បាញ់គ្នា2008ហ្នឹងម្ដងមកប្រាវហើយសាកកម្លាំងតែទៅអត់រួចដោយសារកាលហ្នឹងខ្មែរនៅមានគណៈបកប្រឆាំងនៅមានអីនៅមូលមាត់គ្នាណា55កៅអីអីស្អីមិនដល់55ទេ2008អត់ទាន់គណៈបកសង្គ្រោះជាតិមិនទាន់បានទេគឺនៅគណៈសំរងស៊ីគណៈបកអឺអឺស្អីរបស់លោកកម្មសខាគណៈបកសិទ្ធិមនុស្សអីគឺនៅ29នៅ3នៅអីគឺនៅបដំប្រសងកំពុងតែឡើងមកប្រព្រឹត្តប៉ុន្តែកម្លាំងនៃគណៈបកប្រឆាំងហ្នឹងគឺនៅទៀងផ្ទាត់អំណាចជាមួយរដ្ឋាភិបាលគឺបានន័យថារដ្ឋាភិបាលមានប្រជាប្រិយអាចទៅដើមស្លឹកឆ្នោតបានតែមិនដល់ពាក់កណ្ដាលប្រហែលពាក់កណ្ដាលទេនឹងគណៈបកប្រឆាំងគឺមានកម្លាំងពាក់កណ្ដាលគឺវាស្មើគ្នាអញ្ចឹងថៃក៏មើលឃើញថាកម្លាំងតស៊ូស្នេហាជាតិរបស់កម្ពុជាមិនឲ្យរដ្ឋាភិបាលជិះសេះលែងដៃហ្នឹងគឺគេមានហើយគេក៏ដឹងដែរថាគណៈបកប្រឆាំងនេះនឹងឈានទៅរកឈ្នះឆ្នោតទៀតដូច្នេះថៃអត់ហ៊ានប៉ះទេលោកបន្តិចបន្តិចមកកម្ពុជាប្តឹងទៅ ICJ រត់ទៅអស់ដល់តែពេល2017នេះគឺជាឱកាសដែលខ្លាគឺថាស៊ីសាច់ចាំចាប់ឆ្លុះរបស់ខ្មែរហ្នឹងកាលដំបូងយើងជាខ្លាដូចគេដែរដល់ពេលថៃកាន់តែមើលយូរទៅខ្លាយទៅជាឆ្លុះតែម្ដងគឺឆ្លុះជាក្តាន់នៅឆ្នាំ2017ពេលដែលយើងចាប់ផ្ដើមរំលាយគណៈបកសង្គ្រោះជាតិបំផ្លាញអង្គការសង្គមស៊ីវិលបំផ្លាញប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបិទវិទ្យុអាស៊ីសេរីកម្ពុជា Daily ភ្នំពេញប៉ុស្តិ៍អីហ្នឹងគឺរសាត់ខ្ចាត់ខ្ចាយអស់ព័ត៌មានផ្សាយជាអន្តរជាតិអស់អង្គការសង្គមស៊ីវិលឯករាជ្យឆ្លោះគ្នាជាមួយអាមេរិកបិទអង្គការ NDI បណ្ដេញអង្គការនេះចេញទៅគឺថាធ្វើឲ្យច្បោកច្បល់ថៃដឹងភ្លាមថានេះគឺជាឱកាសមាសក្នុងការដែលវាយខ្មែរហើយអញ្ចឹងចិញ្ចឹមចិត្តកសាងកម្លាំងដាក់យុទ្ធសាស្ត្រគឺចាប់ផ្ដើមកែនឈ្លានពានឬថាចាំមកយកដីខ្មែរឲ្យខាងតែបានរហូតតតែចុងក្រោយហ្នឹងគឺថ្ងៃទី28ខែឧសភាឆ្នាំ2025ចាប់ផ្ដើមមានការបាញ់លោកសួនរោនមកគឺដល់ជាចំណុចចាប់ផ្ដើមដែលថៃត្រៀមយុទ្ធនាការទៅមើលយុទ្ធសាស្ត្ររបស់ទ័ពថៃទៅគេរៀបចំសេណារីយ៉ូផែនការគេរយៈពេលវែងណាស់គឺវែងហ្នឹងគឺយកដីខ្មែរឲ្យបានអាកន្លែងដែលតវ៉ាទាមទារនៅព្រំដែនហ្នឹងគឺគេវាយយកឲ្យម៉ត់តែម្ដងហើយគេមានប្លង់មានផែនការគេជាក់លាក់ហើយយើងឯនេះវិញតែអត់បានត្រៀមខ្លួនព្រោះឡៃតែឆ្លោះគ្នាចាំបានថាឆ្លោះគ្នាក្នុងគ្រួសារដោយស្រាតកាយញាបង្ហាញញាតឆ្លោះគ្នាក្នុងសង្គមជាតិដោយលាតកំណត់ទ្របឲ្យចោលឥឡូវយើងលាតឲ្យចោលហើយតាចោលហើយនេះចោលមកយកអស់70កន្លែងយើងអត់អាចការពារបានទេមិនមែនខ្មែរខ្សោយទេតែដោយសារប្រព័ន្ធការពារជាតិយើងរងនឹងអំពើនយោបាយកំតិចគ្នាកំចាយគ្នាយកគ្នាជាសត្រូវចាអញ្ចឹងយើងបាក់ស្លាប់អញ្ចឹងពួកគេមើលងាយយើងភ្លាមរឿងហ្នឹងអញ្ចឹងទេហើយឥឡូវនៅពេលដែលមានរឿងយើងអត់បានស្ដារអីអញ្ចឹងទេគឺយើងនៅបន្តប្រើនយោបាយស្មោកគ្រោកនឹងដដែលនយោបាយចង់កម្ចាយគណៈបកប្រឆាំងដែលកំពុងរើបនយោបាយបំផ្លាញគ្នាចេញក្រុម100រាត្រីក្រុមស្អីណាយកកាសែត Sunday Guardian យកស្អីណារហរឿងគណៈបកនេះគណៈបកនោះមកទៀតមកទៀតហើយទៅផ្លូវនឹងដដែលអត់រៀងចាលទេដោយសារតែយើងគិតថាវាមិនអីព្រោះលោកហ៊ុនសែនណាតែពេលដែលមានបញ្ហាតាក់ទងនឹងរឿងដែលទៅអឺពីរឿងគាត់ប្រាប់ថាគាត់អត់បានជួបតាក់ទងជាមួយនឹងរឿងដោះស្រាយរឿងថៃព្រំដែនយើងហ្នឹងការពារអត់បានហ្នឹងដោយសារគាត់ទុកចិត្តថៃពេកហើយឡាយតែយកលុយហ្នឹងមកសង់ស្ពានសង់ផ្លូវថ្នល់អីអញ្ចឹងដូច្នេះខ្ញុំគិតថារឿងនេះគឺអាចមានតាក់ទងនឹងរឿងគាត់ទទួលស្គាល់ការពិតទៅឃើញទេគាត់ថាគាត់ទុកចិត្តថៃការពារជាតិយើងទុកចិត្តបរទេសដែលជាអ្នកដែលឈ្លានពានយើងមកយុះយកដីយើងតាំងពីសម័យណានៃតាំងពីសម័យខ្មែរ Empire អាណាចក្រខ្មែរនោះមកម្លេះបាទឥឡូវខ្ញុំក៏នឹងជម្រាបជូនបន្តទៀតតកតនឹងវិលមករឿងហ្នឹងឥឡូវវិលមករឿងលោករងឈុននិងគណៈបកកម្លាំងជាតិគណៈបកនេះលេចធ្លោខ្លាំងជាងគេធ្វើទុកបុកម្នេញខ្លាំងជាងគេដល់ឥឡូវវាចូលដាននេះស្រាប់តែលេចរឿងលោកកម្មសខាអត់ចេញមកទទួលខ្ញុំម្ដងទៀតតាមពិតពីព័ត៌មានពីផ្ទៃក្នុងរបស់គណៈបកកម្លាំងជាតិនេះឲ្យដឹងថាម៉ោង3រសៀលគឺពិតជាមានការព្រមព្រៀងគ្នាថាលោករងឈុនជួបជាមួយលោកកម្មសខាអញ្ចឹងហើយបានជាពួកគាត់យកពេលរសៀលហ្នឹងព្រោះគិតថាលោកកម្មសខានឹងអាចលៃពេលអាចជួបពួកគាត់បានហើយក៏ប៉ុន្តែពេលដែលចូលទៅក៏មិនបានជួបម្ដងទៀតបងប្អូនព័ត៌មានទាំងអស់នេះវាគ្រាន់តែជាព័ត៌មានរបៀបជាការឆ្ងល់ទេហើយប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការឆ្ងល់ហើយខ្ញុំបាននិយាយថាអត់ចង់ឲ្យឱកាសដែលកំពុងតែល្អោកល្អឿនគ្នានេះคล้ายទៅជាបញ្ហាទេគ្រាន់តែថារឿងមួយដែលយើងត្រូវយល់គ្រប់គ្នាទាំងអស់គ្នាលោកកម្មសខាក៏រងសម្ពាធខ្លួនលោកដែរតាក់ទងជាមួយនឹងការប្រស្រ័យតាក់ទងជាមួយនឹងក្រុមគណៈបកនយោបាយជាពិសេសលោករងឈុនដែលត្រូវបានគេហាមឃាត់
សិទ្ធិនយោបាយដោយលោកកឹមសុខាដែរអ្នកផ្សេងទៀតដែលចូលរួមបនសពរបស់ម្ដាយលោកកឹមសុខានេះគឺគាត់អត់ជាប់បំរាមនយោបាយទេលោកយ៉ែមបញ្ញរិទ្ធណាលោកមេឃសវណ្ណារាលោកតំណាងរាស្ត្រឬក៏អគ្គលេខាគណៈបកភ្លើងទៀនអឺសុធាលោកសុធារយុទ្ធឬក៏លោកសួនរីដាឬក៏លោកអីផ្សេងទៀតហ្នឹងណាលោកចក្រាវុធអីព្រះអង្គចាស់ចក្រាវុធអីហ្នឹងគឺការដែលទៅហ្នឹងដូចលោកហ៊ុនសែនហ្នឹងក៏អញ្ចឹងដែរក៏អត់មានអ្នកណាហាម5សិទ្ធិនយោបាយរបស់គាត់ដកហូតសិទ្ធិនយោបាយអីទេលើកឡើងតែលោករងឈុនមួយទេដែលរងការហាមឃាត់ឬដកហូតសិទ្ធិនយោបាយដូច្នេះវាអាចជាសម្ពាធនៅក្នុងការប្រស្រ័យតាក់ទងហើយលោកកម្មសខាខ្លួនឯងហ្នឹងក៏ត្រូវបានគេដកហូតសិទ្ធិនយោបាយដែរណាវាត្រូវជាអ្នកដកហូតសិទ្ធិនយោបាយត្រូវប្រឈមជួបគ្នាជាមួយនឹងដកហូតសិទ្ធិនយោបាយដូច្នេះវាអាចជាសម្ពាធមិនស្រួលដូចជាករណីដែលទៅជួបមួយគណៈបកដតីទៀតហើយបើខ្ញុំនិយាយនេះគឺខ្ញុំវិភាគសង្កេតទៅលើ logic ទេខ្ញុំនិយាយថាលោកកម្មសខាក៏លោកអាចរងសម្ពាធផ្នែកនយោបាយអញ្ចឹងដែរបើយើងនិយាយអំពី logic ខ្ញុំអត់មាននិយាយអំពីតតភាពស្អីផ្អែកទៅលើអីទេគ្រាន់តែថាពួកគាត់ពិតជាបានគ្រោងជួបលោកកម្មសខាមែនប៉ុន្តែជាអកុសលអត់បានជួបប៉ុន្តែតើការអត់បានជួបនេះវាបង្ហាញថាលោកកម្មសខាកិច្ចមិនចង់ជួបលោករងឈុនឬក៏យ៉ាងដូចម្ដេចវាមានកត្តាច្រើនយ៉ាងដែរបងប្អូនលោកកម្មសខាគាត់អាចរវល់អាចជាប់ពិធីបួសពិធីអីហ្នឹងទៅឬអីព្រោះបើយើងមើលពីខាងក្រៅទៅថាចុះបើគេទៅដល់ផ្ទះហើយមេបកឬក៏អ្នកដែលលោករងឈុនហ្នឹងគឺជាអ្នកដែលទៀមទាឲ្យដោះលែងលោកកម្មសខាហ្នឹងយ៉ាងសង្ខេញពេលដែលលោកមានសិទ្ធិសេរីភាពដល់ពេលជួបគ្នាមនុស្សគាត់អាចឆ្ងល់ថាចុះហេតុអីបានជាទៅដល់ផ្ទះហើយលោកក៏មិនចេញជួបមួយផ្លែទៅរវល់អីក៏យ៉ាងណាថតរូបតាមមួយប៉ុស្តិ៍ត្រឹមតែ3វិនាទីក៏បានមួយប៉ុស្តិ៍ដែរចង់និយាយចឹងណាចង់និយាយថាអីចឹងអានេះគឺជាការយល់របស់ប្រជាពលរដ្ឋទុកឲ្យគាត់យល់ឃើញទៅហើយក្នុងជួបបកហ្នឹងក៏គាត់បាននិយាយថាពិតជាមានគម្រោងជួបលោកកម្មសខាអីឲ្យបានតប៉ុន្តែបើមិនបានជួបឧទាហរណ៍តើវាថៃកលាប់ផែនដីឬក៏ជាចុងបញ្ចប់នៃពិភពលោកឬក៏យ៉ាងម៉េចអត់អីទេទីបំផុតលោករងឈុនបានទៅជួបចូលក្នុងពិធីហើយបើគាត់រវល់ឬក៏មិនបានជួបក៏យើងចេញមកវិញហើយធម្មតាពួកអីគណៈបកកម្លាំងជាតិអត់មានចេញសេចក្តីថ្លែងការណ៍អីទេមានតែរូបថតថាបានចូលទៅវិញ្ញាណក្ខន្ធអីហ្នឹងក៏មិនបានជួបលោកកម្មសខាក៏មិនបាននិយាយថាមិនជួបមិនមានមូលហេតុអីដែរគាត់តែមានសកម្មជនរបស់គណៈបកកម្លាំងជាតិតើដែលនិយាយសារមួយនៅលើ Facebook ហ្នឹងដែលដាក់ថាលោកកម្មសខាមិនស្វាគមន៍គណៈបកកម្លាំងជាតិចូលរួមបនសពម្ដាយរបស់ខ្លួនលោកគឹមអៀងហុកហ្នឹងក៏មាត់អត់កម្របដែរយើងអត់អាចធ្វើនយោបាយបែបអញ្ចឹងទេខ្ញុំសូមផ្ដាំសារទៅសកម្មជនរបស់គណៈបកកម្លាំងជាតិគឺលោកគឹមអៀងហុកបើលោកស្រឡាញ់គណៈបកកម្លាំងជាតិហើយលោកចង់ឲ្យនយោបាយនៅស្រុកខ្មែរនេះវាប្រសើរសារបែបនេះបើលោកកំផ្សាយក៏ល្អដែរព្រោះនៅពេលដែលលោកដាក់រូបថតនឹងមកហើយប្រើពាក្យថាលោកកឹមសុខាមិនស្វាគមន៍តែម្ដងគឺលោកនិយាយជំនួសគណៈបកព្រោះគណៈបកកម្លាំងជាតិខ្លួនឯងទៅអត់មានចេញសេចក្តីប្រកាសព័ត៌មានថាលោកកឹមសុខាអត់ស្វាគមន៍លោករងឈុនអីទេតែលោកជាសកម្មជនយករូបថតមកដាក់បែបនេះវាទៅជាឲ្យគេយល់ថាអូអញ្ចឹងលោកកម្មសខាអត់ស្វាគមន៍លោករងឈុនហើយអត់ឃើញរូបថតវាត្រូវអញ្ចឹងធ្វើឲ្យប្រជាពលរដ្ឋប្រសាចអានេះហើយគឺជានយោបាយផ្ដេសផ្ដាស់ដែរខ្ញុំចង់និយាយថាសុំលោកកុំផ្ដេសផ្ដាស់ល្អហើយស្ថានភាពហ្នឹងវាមានរៀងប្រសើរហើយគឺមានជួបគ្នាឃើញលោកហ៊ុនសែនជួបលោកកឹមសុខាលោករងឈុនក៏ទៅមិនបានជួបក៏ហីទៅក៏បានបង្ហាញអំពីសមានចិត្តមកខាងយើងដែរប៉ុន្តែបើខាងគាត់មិនអាចជួបមានហេតុផលអីក៏ទទួលយកទៅជាងការដែលផ្សព្វផ្សាយព័ត៌មានមួយចំនួនដែលធ្វើឲ្យមានបញ្ហានេះគឺវាធ្វើឲ្យយើងគិតថាពីរអ្នកគាត់នឹងឆ្លោះគ្នាឬក៏អីតាមពិតរឿងនយោបាយគឺគេមានផ្លូវក្រោយតែរហូតទេបងប្អូនលោកកម្មសខាពេលដែលគាត់បានគេដោះលែងគាត់ឲ្យមិនជាប់ពន្ធនាគារដកសិទ្ធិហូតសិទ្ធិនយោបាយក៏ច្បាស់ជាមានការជជែកគ្នាផ្ទៃក្នុងយើងឃើញសាររបស់លោកមីសវណ្ណារាអីហ្នឹងតាក់ទងនឹងលោកតាំងសារដាក៏និយាយអំពីការជជែកការអីមានមនុស្សអីគេអញ្ញាអ្នកកដាលអីមានដោយទាំងលោកសយសុភាពមានដោយអីហ្នឹងគឺវាតែអញ្ចឹងទេនយោបាយគេធ្វើតែអញ្ចឹងទេគេមានផ្លូវក្រោយតែអញ្ចឹងសូម្បីតែលោកហ៊ុនសែនមួយអ្នកស្រីបថងឋានហើយនឹងលោកថាក់ស៊ីនដែលត្រូវគ្នាស្អិតរមួតហ្នឹងគឺនៅមានផ្លូវក្រោយអញ្ចឹងតើបិទនៅពេលដែលលោកហ៊ុនសែនបញ្ចេញសារអត្តសម្លេងជជែកគ្នាសម្ងាត់ជាឯកជនរវាងអ្នកស្រីបថងឋានហើយនឹងគាត់ដែលធ្វើឲ្យចំណងនេះគឺរលាយដូចអំបិលត្រូវទឹកកមួនត្រូវថ្ងៃហ្នឹងចប់ត្រឹមប៉ុណ្្នឹងតើតែបើគាត់អត់បិទបើកុំផ្សាយអាខ្សែអត្តសម្លេងហ្នឹងក៏អត់មានរឿងអីហើយដោយសារខ្សែអត្តសម្លេងហ្នឹងឯងដោយសារចំនួនព្រំដែនហ្នឹងក៏វាផ្ទុះដេកផ្សំដួលលមួលផ្សំគ្រិចមកមួយសារអញ្ចឹងតែម្ដងហ្នឹងវាផ្សំគ្នាដែរអញ្ចឹងម្ដងទៀតរឿងនេះគឺជារឿងសំខាន់ដែលខ្ញុំបានជម្រាបជូនបងប្អូនឲ្យថាមិនមែនជាការដែលឃើញលោកកឹមសុខាមិនទទួលលោករងឈុន
ថាលោកកឹមសុខាមិនស្វាគមន៍ឬក៏កិច្ចលោករងឈុនអីទេវាអត់ដឹងរឿងអីឲ្យប្រកាសទាល់តែលោកកឹមសុខាចេញសារខ្លួនឯងហើយយើងនេះគឺយកតាមតែព័ត៌មានពីផ្ទៃក្នុងដែលថាលោកកឹមសុខាមានការណាត់ជួបមែនក៏ប៉ុន្តែមិនបានជួបប៉ុន្តែអាពាក្យថាលោកកឹមសុខាមិនស្វាគមន៍នេះគឺមិនមានចេញពីគណៈបកកម្លាំងជាតិទេលោករងឈុនខ្លួនលោកក៏មិនបាននិយាយអីដែរគ្រាន់តែមានរូបថតមួយសន្លឹកហ្នឹងហើយសកម្មជនក៏ថ្លែងបែបនេះវាធ្វើឲ្យខូចនយោបាយដែរឥឡូវកំពុងតែផ្សាយនេះគឺលោកផែងហេងបាទជាមេធាវីរបស់លោកកឹមសុខាគាត់ព្យាយាមទេមកខ្ញុំហើយសុំទោសលោកផែងហេងផងដែលខ្ញុំមិនអាចលើកទូរស័ព្ទឬក៏តាក់តងលោកបានទេពួកខ្ញុំផ្សាយផ្ទាល់សំណាងដែរដែលលោកទេមកចូលហើយទូរស័ព្ទខ្ញុំមិនរលត់តែយ៉ាងណាលោកបានផ្ញើសារឲ្យខ្ញុំមុននេះដែលគាត់ចង់បានជម្រាបអញ្ចេះនេះជាសាររបស់គាត់ឲ្យខ្ញុំនឹងអានជូនបងប្អូនដើម្បីឲ្យដឹងថាតើជ្រុងនៃលោកកឹមសុខាវាយ៉ាងម៉េចមានបញ្ហាអីបានជាលោកអត់អាចចេញមកទទួលលោកសំទោសលោករងឈុនបានលោកផែងហេងបាននិយាយថាអឺកូនក្តីរបស់គាត់គឺរវល់នៅពេលដែលលោករងឈុនបានចូលទៅដុតធូបគោរពវិញ្ញាណក្ខន្ធសពលោកយាយសាមង៉ែតដែលគាត់និយាយថាគាត់រវល់ហ្នឹងគឺរវល់មិនមែនកិច្ចមិនទទួលស្វាគមន៍លោករងឈុនទេគឺរវល់មែនបាទនេះគឺជាសាររបស់គាត់ប្រហែលជាលោកផែងហេងចង់មកជម្រាបដែលដែលដូច្នេះឥឡូវនេះមានសារបន្ថែមទៀតអឺដែលខ្ញុំនឹងអានបន្តបងប្អូនសុំទោសដោយសារតែលោកផែងហេងផ្ញើសារភ្លាមហើយខ្ញុំម្នាក់ឯងខ្ញុំអាចនឹងអានតាន់លោកដាក់អញ្ចេះខាងក្រមលោកកឹមសុខាបានជម្រាបអញ្ចេះតាមរយៈលោកមេធាវីផែងហេងហ្នឹងថាសោកស្ដាយដែលក្រមលោករងឈុនទៅគោរពវិញ្ញាណក្ខន្ធចំពេលដែលលោកកឹមសុខាជាប់រវល់ជាមួយសម្ដេចឌួងផង់បង្រៀនសូត្រព្រះវិន័យធម៌សាងភ្នោះគ្មានចេតនាណាមួយនោះទេបាទឥឡូវយើងដឹងរឿងនេះក៏កាន់តែច្បាស់ហើយពីខាងក្រមពួកគាត់គឺពួកគាត់ថាអាឡ័យតរវល់បួសមុខភ្លើងឬក៏សាងព្រះភ្នោះដើម្បីសងគុណម្ដាយនោះខ្ញុំអរគុណលោកមេធាវីផែងហេងដែរដែលឃើញការផ្សាយរបស់ខ្ញុំហ្នឹងគាត់ក៏ចាប់ផ្ដើមផ្ញើសារនេះយ៉ាងបន្ទាន់ហើយឥឡូវនេះបងប្អូនយកទៅពិចារណាខ្លួនឯងទៅតែគ្រាន់តែថាអញ្ចេះមិនក្លាប់ផែនដីអីទេគ្រាន់តែថារឿងដែលវាកើតឡើងហ្នឹងគឺវានាំឲ្យមានមន្ទិលអញ្ចឹងហើយបានជាទៀមទាឲ្យខាងគណៈបកកម្លាំងជាតិខ្លួនឯងហ្នឹងក៏អញ្ចឹងដែរត្រូវគ្រប់គ្រងសកម្មជនមូលដ្ឋានរបស់ខ្លួនកុំឲ្យផ្ដេសផ្ដាស់ព្រោះមានសារនយោបាយមួយចំនួនវាអត់ចំណេញអីទេវាចំណេញបានតែធ្វើឲ្យមានភាពប្រឆាយើងដឹងថាការមិនត្រូវគ្នាអីវាកើតឡើងជា allergy ហើយក៏ប៉ុន្តែការដែលយើងខំប្រឹងកាយអារឿងដែលតិចតួចហើយឲ្យវាទៅជាផ្ទុះធំទៀតអាហ្នឹងគឺយើងបរាជ័យទាំងអស់គ្នាហើយជាពិសេសគឺគណៈបពប្រឆាំងហ្នឹងតែម្ដងនៅសល់កម្លាំងតិចណាស់កុំរករឿងគ្នាអីខ្ញុំគាត់ថាប៉ុណ្្នឹងបានហើយដូចខ្ញុំបានជម្រាបជូនបងប្អូនទាំងអស់ចង់លោកកឹមសុខាថ្ងៃក្រោយខ្លាយទៅជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គព្រះមហាក្សត្រឬក៏អង្គចៅក្រមទួនាទីណាមួយដែលគាត់បានដោយការប្រគល់ឲ្យដោយគណៈបកប្រជាជនកម្ពុជាគឺជាសិទ្ធិរបស់គណៈបកប្រជាជនកម្ពុជាគឺជាការជ្រើសរើសរបស់គាត់ឬក៏ជាសិទ្ធិនយោបាយប៉ុន្តែអ្វីដែលសំខាន់បំផុតដែលយើងចង់ឲ្យលោកកឹមសុខាទទួលបាននៅពេលនេះគឺសិទ្ធិនយោបាយពេញលេញទាំងស្រុងរបស់គាត់វិញឲ្យអាចបើកគណៈបកនយោបាយបានឲ្យអីប៉ុន្តែសិទ្ធិនេះកាន់តែចង្អៀតទៅហើយព្រោះគណៈបកប្រជាជនកម្ពុជាជ្រុលក្បាលកពើបងប្អូនជ្រុលក្បាលកពើនេះគឺជ្រុលរំលាយគណៈបកសង្គ្រោះជាតិជ្រុលធ្វើទុកបុកម្នេញលោកកឹមសុខាជ្រុលយកអាមេរិកឲ្យចូលនៅក្នុងបញ្ហានេះគឺដោះស្រាយអត់ចេញទេចំណងនេះគឺគាត់ចងសម្លាប់មុខណាបងប្អូនគណៈបកប្រជាជនកម្ពុជាចងចំណងសម្លាប់មុខនៅពេលដែលរំលាយគណៈបកសង្គ្រោះជាតិនៅពេលដែលចាប់លោកកឹមសុខាដាក់គុកហើយចោទថាខុបខិតគ្នាជាមួយនឹងអាមេរិកឥឡូវចោទអាមេរិកថាជាប់ពាក់ព័ន្ធនឹងការផ្ដួលរំលំរដ្ឋាភិបាលមានសាលក្រមស្ថាពរទៅទៀតដោយសារតែលោកកឹមសុខាអត់ប្តឹងជំទាស់ដើម្បីបានការអនុគ្រោះទោសខ្លះនោះដូច្នេះឥឡូវអាមេរិកគេជាប់នៅក្នុងចំណងជាប្រវត្តិសាស្ត្រថាជាប្រទេសខុបខិតគ្នាជាមួយលោកកឹមសុខាផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាហើយអាមេរិកបានចេញសេចក្តីថ្លែងការណ៍កោតទោសរដ្ឋាភិបាលកម្ពុជាថាខ្វះការទទួលខុសត្រូវក្នុងការចោទអាមេរិកបែបនេះឥឡូវយើងអត់បានស្ដាររឿងហ្នឹងសោះគឺយើងទុកឲ្យរឿងហ្នឹងចូលទៅជាធរមានអាមេរិកជាប់ឈ្មោះអាក្រក់គឺគេនៅចាំយើងមួយជីវិតថារដ្ឋាភិបាលកម្ពុជាខ្វះការទទួលខុសត្រូវទុកអាមេរិកហើយចឹងទំនាក់ទំនងកម្ពុជានិងអាមេរិកនឹងល្អក់កករាប់រយឆ្នាំទៅមុខទៀតអត់មានថយក្រោយទេព្រោះអីកម្ពុជាគណៈបព្វជិជនកម្ពុជាចងអំបោះសម្លាប់មុខគឺយើងបិទទ្វារខ្ទប់ចាក់សោឲ្យជាប់ផុងនៅក្នុង
ជ្រោះអវជ័យខ្លួនឯងហើយដល់ពេលអត់កែបានគឺយើងចាប់ផ្ដើមកាត់ក្បាលឲ្យត្រូវមួកជាទូទៅគឺយើងសេរីមួកឲ្យត្រូវក្បាលប៉ុន្តែគណៈបកប្រជាជនកម្ពុជាចាប់ផ្ដើមច្បាច់ក្បាលឲ្យទុនឲ្យតប៉ែតដើម្បីឲ្យត្រូវមួកនេះឥឡូវគាត់កំពុងធ្វើគឺធ្វើយ៉ាងម៉េចមិនដោះលែងលោកកម្មសខាសុកចិត្តឲ្យគាត់មានទោសឃើញទេសុកចិត្តឲ្យសាលក្រមសាលដីកាហ្នឹងចូលជាស្ថាពររំលាយគណៈបកសង្គ្រោះជាតិក៏ត្រូវចាប់លោកកម្មសខាចោតប្រកាន់ពីបទខុបខិតគ្នាជាមួយអាមេរិកដើម្បីផ្ដួលរំលំរដ្ឋាភិបាលក៏ត្រូវព្រោះអីបើសិនជាគាត់ឲ្យលោកកម្មសខារួចខ្លួនគឺគាត់ដូចបើកពីងប្រហុកមានក្អែបមានខ្ទួយមានពោះវែកឲ្យលោតចូលពេញផ្ទះរត់ចែកជើងគ្នាដោយសារអីចាស់អ្នកណាសងគណៈបកសង្គ្រោះជាតិចាស់អ្នកណាសងតំណាងរាជគណៈបកសង្គ្រោះជាតិ55កៅអីចាស់អ្នកណាសងឆន្ទៈប្រជាពលរដ្ឋកន្លះលានអ្នកសំទោសជិត3លានអ្នកចាស់អ្នកណាសងក្រុមប្រឹក្សាគុំសង្កាត់គណៈបកសង្គ្រោះជាតិ5007អ្នកដោយទាំងចៅសង្កាត់មេឃុំ489ឃុំសង្កាត់នៅទូទាំងប្រទេសកម្ពុជាតើអ្នកណាសងផលខូចខាតដែលធ្វើឲ្យប្រទេសកម្ពុជាខ្សោយទៅមានបញ្ហាសពបែបយ៉ាងរហូតតតែថៃវៃតិចទីអ្នកណាសងដែលធ្វើឲ្យកម្ពុជាបាត់ EBA 20%អ្នកណាសងធ្វើឲ្យ GSP អាមេរិកគឺគេអត់ឲ្យតាំងពីឆ្នាំ2017អ្នកណាសងពេលដែលអាមេរិកដាក់ទណ្ឌកម្មកម្ពុជាសហគមន៍អឺរ៉ុបលែងបញ្ជូនអ្នកសង្កេតការទៅឲ្យមើលការបោះឆ្នោតលាក់ធ្វើឲ្យមុខមាត់ប្រទេសកម្ពុជាបាក់អាប់អោនលើឆាកអន្តរជាតិអ្នកណាសងនៅពេលដែលធ្វើឲ្យកម្ពុជាខ្មែរយើងគ្រប់និន្នាការនយោបាយឆ្លោះគ្នាពាក់មុខយៈគណៈបកប្រឆាំងគណៈបកសង្គ្រោះជាតិជេរបតិចហែកសពុតបាត់សុជីវធម៌បាត់សិលធម៌ដោយសារតែនយោបាយស្មោកគ្រោកនៅប្រទេសកម្ពុជាអ្នកណាសងដូច្នេះជ្រុលក្បាលកពើកែច្បាច់ក្បាលឲ្យតប៉ែតឲ្យត្រូវមួកទៅអញ្ចឹងទៀតទៅហើយទៅហើយទៅខុសទៅវាទៅផ្លូវនឹងឯងរឿងវាតែប៉ុណ្្នឹងទេដូច្នេះលោកកម្មសខាគាត់រងសម្ពាធនឹងក៏នៅតែច្រើនតាមពិតម៉ោងនេះគឺលោកកម្មសខាត្រូវបានសិទ្ធិធ្វើនយោបាយពេញលេញឲ្យទៅបើកបកនយោបាយបើកអីប៉ុន្តែគណៈបកប្រជាជនកម្ពុជាបើគាត់ដឹងថាឲ្យលោកកម្មសខារួចខ្លួនបានមានសេរីសួស្តីជ័យមង្គលគ្រប់ប្រការនោះហើយគណៈបកប្រជាជនមិនចាញ់ឆ្នោតក៏អត់រំលាយគណៈបកសង្គ្រោះជាតិទេគាត់ដឹងថាបន្ទុកគឺអញ្ចឹងហើយឥឡូវហ្នឹងមិនត្រឹមប៉ុណ្ណឹងនៅសល់ប្រមាណហ្នឹងចាប់ផ្ដើមហើយឥឡូវអស់លោកដែលនៅក្នុងគណៈបកប្រជាធិបតេយ្យដែរហ្នឹងក៏ប្រឆាំងហ្នឹងលើមូលដ្ឋានឬក៏គណៈបកស្អីកម្លាំងជាតិហ្នឹងមានសកម្មជនអីចេញសារបែបនេះគឺយើងចាប់ផ្ដើមធ្វើឲ្យប្រជាពលរដ្ឋអស់សង្ឃឹមទៀតហើយអស់សង្ឃឹមហ្នឹងត្រង់ថាអត់បានជួបលោកកឹមសុខាថាលោកកឹមសុខាកិច្ចឬក៏មិនស្វាគមន៍ការពិតប៉ុណ្ណាយើងអត់ដឹងក៏ប៉ុន្តែបើលោកសរសេរបែបនេះហើយឥឡូវត្រូវបានលោកមេធាវីផែងហេងមកនិយាយថាក្រុមគ្រួសារលោកកឹមសុខាគាត់ប្រាប់ថាគាត់ពិតជារវល់មែនឡាយតែជួបរឿងបួសរៀនអីហ្នឹងហើយសាងប្រភ្នោះហេវាត្រូវពេលដែលអីអញ្ចឹងទៅវាដូចជាស៊ីគ្នាទៅប៉ុណ្ណាហើយចុះឥឡូវសាររបស់អស់លោកវានៅលើគោកអញ្ចឹងគណៈបកកម្លាំងជាតិដាច់ខាតត្រូវតែចេញសេចក្តីថ្លែងការណ៍មួយដើម្បីពន្យល់ប្រាប់សាធារណជនទូទៅថាខ្លួនពិតជាបានទៅចូលរួមពិធីបុណ្យសពនេះមែនហើយគោរពវិញ្ញាណក្ខន្ធតាមការគួរគ្រងនឹងជួបលោកកឹមសុខានៅម៉ោងប៉ុណ្ណេះមែនហើយប៉ុន្តែដោយសារតែលោកកឹមសុខាជាប់រវល់ខ្លាំងមិនអាចនឹងមកចេញជួបលោករងឈុនតាមពិតគឺរឿងហ្នឹងវាចប់តែប៉ុណ្្នឹងទៅលោកចង់ជួបដែរប៉ុន្តែជួបមិនបានដោយសារតែអីចឹងទៅគឺបើមិនបិទអាហ្នឹងទេគឺព័ត៌មាននេះគឺនឹងនៅហែកគ្នាហើយខ្ញុំប្រាប់ឲ្យហើយខ្ញុំបានប្រាប់ឲ្យថាបងប្អូនចំណាំមើលបើគេធ្វើទុកគណៈបកប្រឆាំងណាមួយគឺគណៈបកហ្នឹងលេចធ្លោជាងគេហើយព្រោះគេធ្វើបាបគេចង់ក្តិចគឺបានន័យថាគណៈបកហ្នឹងគឺគណៈបកប្រជាជនកម្ពុជាអត់ចង់ទុកទេអញ្ចឹងបោះឆ្នោតទៅអត់ខុសទេក៏ប៉ុន្តែបើគណៈបកនៅក្នុងជួរហ្នឹងជួរដែលខ្ញុំបានជម្រាបមិញចាប់ផ្ដើមឆ្លោះទៅដើមគ្នាឆ្លោះគ្នាបោះទម្លាក់ចោលគាត់ទាំងអស់ទៅហើយបោះឲ្យគណៈបកប្រជាជនកាន់អំណាចឲ្យបាន5ឆ្នាំ10ឆ្នាំ20ឆ្នាំ30ឆ្នាំ100ឆ្នាំទៀតក៏បានទៅហើយនឹងអង្គុយយំគ្រប់គ្នានឹងទៀតទៅព្រោះអីយើងវាអត់មានស្អីដែលឲ្យក្តីសង្ឃឹមទេយើងនៅសល់កម្លាំងប្រមាណ5 6គណៈបកប្រឆាំងដែលជាកម្លាំងដែលអាចនឹងយកម្នាក់10កៅអី5កៅអី20កៅអីអីចឹងទៅចិត្តតែដណ្ដើមគ្នាទៅដើម្បីបានចូលនៅក្នុងរដ្ឋសភាយើងទៅដណ្ដើមពីគណៈបកប្រជាជនកម្ពុជាអត់ព្រមទៅដណ្ដើមមកខំគ្នាឯងអាហ្នឹងសមហ่ะកុំបោះឆ្នោតឲ្យគាត់ខ្ញុំផ្ដាំបងប្អូនកុំបោះឆ្នោតឲ្យគាត់នៅពេលដែលឃើញគណៈបកនយោបាយប្រឆាំងទាំងអស់នេះចាប់ផ្ដើមឆ្លោះគ្នាឯងហើយខ្ញុំអត់បណៃទេខ្ញុំនិយាយឲ្យត្រង់ហ្មងព្រោះខ្ញុំធ្វើព័ត៌មានដើម្បីឲ្យប្រជាពលរដ្ឋទាំង18លាននាក់ទទួលបានជំរឹះមួយសមស្របឲ្យមានតុល្យភាពជាមួយនឹងគណៈបកកណ្ដាលអំណាចខ្ញុំអត់ខ្វល់រឿងគណៈបកកណ្ដាលអំណាចនៅកណ្ដាលអំណាចទៀតទេយើងមិនទៅធ្វើអីឈ្នះគណៈបកកណ្ដាលអំណាចនៅក្នុងរយៈពេលខ្លីនេះទេព្រោះគេគ្រប់គ្រងតុលាការគេគ្រប់គ្រងទាហានគេគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយគេគ្រប់គ្រងកោជបគេគ្រប់គ្រង